នេះជាវីដេអូទី2នៃថ្ងៃទី3ដំណើរកំសាន្តរបស់ខ្ញុំទៅកាន់កោះតៃវ៉ាន់និយាយទៅវិហារនេះគឺខ្ញុំភ្លេចឈ្មោះបាត់ហើយបងប្អូនគាត់ថាវិហារហ្នឹងគឺល្បីរឿងស័ក្តិសិទ្ធិភាគច្រើនគឺយើងបន់ស្រន់អីគឺបានដូចបំណងអញ្ចឹងណាងាកមកមើលគ្រួសាររបស់ខ្ញុំវិញគ្រាន់តែឃើញរូបកបិតនេះបងប្អូនហើយនិយាយទៅកបិតលោកមេតបណានិយាយទៅហៅខ្ញុំទៅថតឲ្យហ្មងក៏ប្លែកមែនតែនបន្ទាប់ពីថតរូបថតអីហើយគឺពួកខ្ញុំបានចូលទៅខាងក្នុងអត់ធុកនឹងបានបន់ស្រន់ដែរនិយាយទៅល្បីរឿងស័ក្តិសិទ្ធិផងនោះអញ្ចឹងហើយគឺឲ្យរំលងទេបន្ទាប់ពីចេញពីវិហារនឹងហើយពួកខ្ញុំបានទៅលេងមកកន្លែងទៀតនៅនេះគឺគេហៅថាបឹងសូរិយាចន្ទ្រាណាឈ្មោះវិញគឺស្រៀងនឹងឈ្មោះខ្មែររបស់យើងខ្លាំងមែនតែនហ្មងនិយាយទៅបឹងនេះគឺដូចរបៀបបឹងយៈឡោមរបស់យើងហ៎បងប្អូនហើយមានជម្រៅជ្រៅខ្លាំងមែនតែនប៉ុន្តែជម្រៅប្រមាណនោះគឺខ្ញុំភ្លេចបាត់ហើយបងប្អូនដោយសារវីដេអូនេះគឺយូរដែរហើយខ្ញុំទើបតែកាត់តបចូលសលេងអញ្ចឹងណាហើយគ្រាន់តែកប៉ាល់ទុកសម្រាប់ជូនភ្ញៀវទេសចរដើរលេងជុំវិញបឹងហ្នឹងបងប្អូនហើយនិយាយពីថាច្រើនខ្លាំងមែនតែនហើយកប៉ាល់គេវិញឡើងធំទេសភាពនៅនេះគឺថាស្អាតខ្លាំងហ្មងបងប្អូននិយាយទៅដើរលេងមួយថ្ងៃនេះកន្លែងដែលខ្ញុំពេញចិត្តជាងគេគឺនៅនឹងហ្មងគឺបឹងសូរិយាចន្ទ្រានេះឯងប៉ុន្តែគ្រាន់ថារយៈពេលដែលបានជិះលើកប៉ាល់ដើរលេងជុំវិញបឹងហ្នឹងគឺរយៈពេលខ្លីមែនតើជិះបានតែបន្តិចហ្នឹងគឺថាដល់ពេលវិលជុំមកដល់កន្លែងដើមវិញហើយពេលដែលយើងកំពុងតែជិះនៅលើកប៉ាល់នេះផងដែរគឺខាងកាយគេហ្នឹងគឺគេបានរៀបរាប់ពីប្រវត្តិសាស្ត្រនៃបឹងសូរិយាចន្ទ្រានេះដែរនិយាយទៅកន្លែងដើរលេងគេមួយហ្នឹងគឺសិតតែមានប្រវត្តិសាស្ត្ររបស់គេអញ្ចឹងហើយពេលកំពុងតែថតហ្នឹងនិយាយពីថាខ្ញុំវិញរៀងភ័យដែរបងប្អូនខ្លាចតែធ្លាក់ទូរស័ព្ទចូលទៅក្នុងហ្នឹងទៅគឺថាយកមកវិញអត់បានទេនិយាយពីថាទេសភាពវិញគឺថាស្អាតខ្លាំងហ្មងបងប្អូននិយាយទៅជុំវិញបឹងហ្នឹងគឺសិតតែព្រៃភ្នំតែម្ដងហើយនៅលើភ្នំហ្នឹងក៏មានសថាគារនៅនឹងច្រើនដែរបងប្អូនហើយនេះគឺកាយគេកំពុងតែរៀបរាប់ពីប្រវត្តិសាស្ត្រឲ្យយើងបានដឹងពីបឹងសូរិយាចន្ទ្រាហ្នឹងអញ្ចឹងណាបងប្អូននិយាយទៅខ្ញុំវិលទៅច្រឡំបឹងយៈឡោមឯងបងប្អូននិយាយពីទឹកនៅក្នុងបឹងនេះឡើងខៀវស្ងាត់ហ្មងបងប្អូនដូចទឹកសមុទ្រអញ្ចឹងម្នាក់អត់ទ្រាំមិនថតមិនបានទេនិយាយពីថាទេសភាពស្អាតខ្លាំងហ្មងនិយាយទៅខ្ញុំចូលចិត្តខ្លាំងមែនតើអញ្ចឹងហើយក៏ឆ្លៀត selfie បន្តិចដែរឲ្យជាប់ជាមួយនឹងទេសភាពទុកជាអនុស្សាវរីយ៍អញ្ចឹងណានិយាយទៅគឺថាខ្ញុំដើរលេងនេះបងប្អូននិយាយទៅថាថតវិញគឺខ្ញុំថតច្រើនមែនតើដល់ពេលចុងក្រោយមានណាពេញ memory ចុះឡើងលុបខ្លះអីខ្លះអញ្ចឹងទៅហើយខ្ញុំសល់វីដេអូតែប៉ុណ្្នឹងឯងយកមកកាត់តនិយាយទៅវីដេអូដែលខ្ញុំបានដើរលេងប្រហែលថ្ងៃនេះគឺមានច្រើនខ្លាំងមែនតើដោយសារតែខ្ញុំគ្រាន់បានកាត់តបញ្ចូលសលេងពេកអញ្ចឹងទៅមានវីដេអូខ្លះគឺខ្ញុំបានលុបហើយដោយសារតែ memory ទូរស័ព្ទហ្នឹងបានពេញតពីជិះជុំវិញបឹងហ្នឹងមើលទេសភាពនឹងបានថតរូបអីរួចរាល់ហើយក៏បានវិលមកដល់កន្លែងដើមវិញទៅពេលវេលាគឺពិតជាលឿនមែនតែនកន្លែងខ្លះគឺអត់ចង់ឲ្យដល់ម៉ោងទេពីបឹងសូរិយាចន្ទ្រានេះហើយគឺពួកខ្ញុំបានទៅលេងមកកន្លែងទៀតមកកន្លែងហ្នឹងអត់ដឹងតែហៅអីទេហើយវីដេអូក៏បាត់អស់ទៀតនៅសល់តែរូបថតនឹងឯងបងប្អូនគ្រាន់ថានៅនេះគឺរូបសំណាកហ្នឹងគឺជារូបសំណាករបស់ប្រធានាធិបតីរបស់តៃវ៉ាន់ទី1តែម្ដងបងប្អូនគឺឈ្មោះចាងខៃសៀនិយាយទៅបើសិនជាខ្ញុំហៅឈ្មោះខុសសូមអធិស្ឋានផងបងប្អូនដោយសារតែខ្ញុំអត់ច្បាស់រឿងឈ្មោះហ្នឹងទេញ៉ាំអាហារពេលល្ងាចហើយយប់ឡើងគឺបានទៅលេងផ្សាររាត្រីទៀតហើយបងប្អូនដោយសារតែកន្លែងស្នាក់នៅមួយថ្ងៃហ្នឹងគឺខុសគ្នារាល់ថ្ងៃអញ្ចឹងណាអញ្ចឹងទៅគឺផ្សាររាត្រីក៏ខុសគ្នាតាមថ្ងៃដែរហើយនៅតៃវ៉ាន់គឺល្បីរឿងតែគុជនឹងដោយសារតែគុជគឺមានដើមកំណើតចេញពីកោះតៃវ៉ាន់